បាទជំរាបសួរបងប្អូនគ្នាក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនគ្នាអំពី motor ឆាប Makita ប្រើថ្មប្រភេទ40 V លេខកូដ GA 051G ហើយទំហំផ្លែគឺ150 មីលីម៉ែត្របងប្អូនគ្នាសម្រាប់ motor ឆាបមួយនេះគឺមានលក្ខណៈពិសេសច្រើនបងប្អូនគ្នាណាខ្ញុំរៀបរាប់ពីមួយទៅមុនបាទទីនេះគឺកន្លែងដាច់រវាងតួ motor ខាងមុខហើយនិងតួ motor ផ្នែកខាងក្រោយក្នុងគោលបំណងគឺកាត់បន្ថយរំញ័រមកលើអ្នកប្រើប្រាស់ក៏ដូចជាកាត់បន្ថយរំញ័រមកលើថ្មហើយចំណុចទី2បាទក្បាលរបស់វានេះបាទក្បាលក្បាំងរបស់វានេះគឺមានមុខងារមួយទៀតបងប្អូនគ្នាណានេះបងប្អូនគ្នាបាទមុខងារនេះគឺបាទក្បាំងនេះគឺដើម្បីការពារនៅពេលធ្វើការកាត់ណាយើងកាត់យើងប្រើក្បាំងមួយនេះហើយបើសិនជាឆាបយើងប្រើក្បាំងមួយនេះបាទហើយការដាក់ចូលក៏ស្រួលដែរបងប្អូនគ្នាណានេះបាទចាំមកឡុកជាប់ហើយក្បាំងហ្នឹងគឺយើងអាចបាទប្រប៉ោយឆ្វេងvàoស្ដាមតាមរយៈកងតាក់នៅខាងក្រោមហ្នឹងណាបាទហើយមួយទៀតគឺតាក់ទងជាមួយកងតាក់គឺកងតាក់ពោះបាទកងតាក់ពោះនេះគឺជាកងតាក់សុវត្ថិភាពមួយដែលប្រើប្រាស់បាទមានសុវត្ថិភាពខ្លាំងនៅពេលដែលយើងប្រឡែងដៃគឺរបបដៃផ្សេងៗគឺវាធ្វើការផ្ដាច់ដោយអូតូបាទចំណុចមួយទៀតគឺតាក់ទងជាមួយនឹង constant speed នៅពេលដែលយើងកាត់ឆាបអីផ្សេងៗតាក់អីគឺវាប្រឹងដោយអូតូណាបងប្អូនគ្នាវារក្សាល្បឿនដោយអូតូហើយតាក់ទងមួយទៀតគឺ soft start បងប្អូនគ្នា motor ដំណើរការតាក់កន្ត្រាក់ទេនេះគឺជាចលនា soft start បងប្អូនគ្នាបាទហើយមួយទៀតគឺមានប្រាំងនៅពេលដែលយើងបលែកកងតាក់គឺវាបញ្ឈប់ motor បានលឿនបាទនេះវាបញ្ឈប់ motor បានលឿនហើយមាន BL motor បញ្ជាក់ប្រាប់ថា motor នេះជាប្រភេទ motor មិនប្រើធ្យូងបាទសម្រាប់បងប្អូនអ្នកគ្នាបាទដែលមានចំណាប់អារម្មណ៍ជាមួយនឹង motor ឆាបមួយនេះកុំភ្លេចតាក់ទងលេខទូរស័ព្ទដែលខ្ញុំដាក់ក្បែរវីដេអូឬ comment ជាមួយវីដេអូនោះផ្ទាល់បាទសូមអរគុណ